ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំនេះខ្ញុំនឹងបង្ហាញបងប្អូនពីការប្រើប្រាស់កម្មវិធី Excel ដំបូងនិងសម្រាប់បងប្អូនដែលមិនទាន់ចេះទេគាត់ចង់ដឹងពីការបង្កើតតារាងការប្រើប្រាស់កម្មវិធី Excel អីយ៉ាងនេះហើយវីដេអូនឹងដែរខ្ញុំនឹងបង្ហាញពីការបង្កើតតារាងតើនៅក្នុង Excel យើងបង្កើតតារាងដូចម្ដេចបាទក្នុងការបង្កើតតារាងនោះគឺយើងបង្កើតទៅលើกระดาษផ្ដេកឬក៏បញ្ឈរបើយើងចង់បានកระดาษផ្ដេកឬបញ្ឈរយើងចុច page layout មកកុំព្យូទ័រខ្លះវាមានតែ layout ប៉ុណ្ណា page layout បាទរួចហើយយើងនេះយក orientation នឹងយើងជ្រើសរើសយកกระดาษផ្ដេកឬក៏បញ្ឈរអាស្រ័យលើយើងតែខ្ញុំយកกระดาษបញ្ឈរតែដើម្បីបានតារាងយើង select មកយើងចង់បង្កើតតារាងប្រមាណតារាងយើងគ្រាន់តែ select វាប៉ុណ្ណឹងមកយើងចង់បានប្រមាណកន្លះស្រេចលើយើងទេរួចហើយយើងចុចទៅលើនៅកន្លែងជ្រុងប្រអប់នេះយើងចុចមកហើយយកពាក្យថា all border ហ្នឹងបានហើយបាទតែបើករណីបងប្អូនចង់ដល់ថាផ្ដាច់កាឡាមកជូរនេះយ៉ាងទៅយើង select វាអញ្ចឹងមកហើយយើងចុចពាក្យថា merge នេះផ្ដាច់បានហើយអានេះកន្លែងនេះវាយើងអូសវាគម្លាតអីយ៉ាងទៅនេះសម្រាប់យើងសេចំណងជាងអីហ្នឹងអូនហៅថា exam format អីយ៉ាងទៅ example ហ្នឹងណាកន្លែងនេះយើងសេរីឲ្យស្មើមកកណ្ដាលបាទប៉ុណ្ណឹងបើសិនជាយើងចង់ add តារាងបន្ថែមទៀតគាត់ថាយើងចង់ add តារាងមកខាងក្រោមយើងគ្រាន់តែ select វាចឹងមកឬហើយមកស្ដាំហើយយកពាក្យថា insert បានហើយតារាងបើសិនជាយើងចង់ add តារាងបញ្ឈរយើង select យើងចង់បានប្រមាណកន្លាបន្ថែមទៀតយើង select មកហើយយើងចុចមកស្ដាំហើយយកវាថា insert តែអូខេទេវានឹងឲ្យកន្លាតាមដែលយើងចង់បានហើយបាទអរគុណវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជួយគាំទ្រផងហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតបាទអរគុណជម្រាបលា